គ្រប់ជំរាបសួរពុកម៉ែបងប្អូនទស្សនិកជនស្វាគមន៍កម្មកម្ម Channel Cambodia Daily 24ទាំងអស់គ្នាបើចឹងសារព័ត៌មានកូរ៉េបានបង្ហើបថាតារាចម្រៀងក្រុម BTS ពួកគាត់នឹង comeback នឹងចូលរួមកម្មវិធី Music Award ម្ដងទៀតផងដែរបើចឹងយើងទស្សនាជាមួយនឹងព័ត៌មានតារាចម្រៀងបណ្ដាញសារព័ត៌មានកូរ៉េមួយបានរាយការណ៍ថាការវិលត្រឡប់របស់ BTS ដែលគ្រោងនឹងធ្វើឡើងនៅពាក់កណ្ដាលខែឧសភាខាងមុខនេះត្រូវបានផ្លាស់ប្ដូរមកត្រឹមពាក់កណ្ដាលខែមេសាវិញដោយសារតែអាល់ប៊ុមថ្មីរបស់ពួកគេកំពុងតែរៀបចំនោះវាស្ទើរតែរួចរាល់ទៅហើយមិនត្រឹមតែប៉ុណ្ណោះទេពួកគេបានបន្តថាក្រុមចម្រៀងប្រុសលំដាប់ពិភពលោក BTS នឹងធ្វើការបង្ហាញខ្លួនម្ដងទៀតនៅលើឆាកតន្ត្រីដ៏អស្ចារ្យរបស់អាមេរិក Music Award នៅថ្ងៃទី1ខែឧសភានៅក្នុងនោះដែរមានក្រុមអ្នកគាំទ្រជាច្រើនបានយល់ស្របចំពោះពាក្យអាចារ្យរាមដែលថា BTS ទំនងជាចូលរួមកម្មវិធីពានរង្វាន់ Music ម្ដងទៀតព្រោះអំឡុងខែឧសភានេះតារាប្រុសមួយក្រុមនេះក៏មានតន្ត្រីទេសចរនៅទីក្រុង Los Angeles លើទឹកដីសហរដ្ឋអាមេរិកស្រាប់តែម្ដងបន្ទាប់ពីព័ត៌មាននេះបានផ្សាយមិនយូរប៉ុន្មានផលិតកម្ម BHIT ស្រាប់តែបង្ហាញការឆ្លើយតបជាផ្លូវការមួយថា BTS នឹងកំពុងស្ថិតនៅពាក់កណ្ដាលនៃការសម្រេចចិត្តអាល់ប៊ុមថ្មីរបស់ខ្លួនយ៉ាងណាមិញយើងនឹងប្រកាសការបរិច្ឆេទច្បាស់លាស់នៅពេលក្រោយទៀតសូមរងចាំតាមដានទស្សនាការវិលត្រឡប់មកវិញរបស់ពួកគេឆាប់ៗនេះទោះបីជាយ៉ាងណាក្តីនៅមិនទាន់មានការបញ្ជាក់ពីផលិតកម្មនៅឡើយទេចំពោះរឿងវត្តមានរបស់ BTS នៅក្នុងកម្មវិធីពានរង្វាន់ Music ឆ្នាំនេះសូមប្រិយមិត្តតាមដានជាបន្តទៀតបើជាពិសេសគឺសារព័ត៌មាននៅក្នុងប្រទេសកូរ៉េនេះគឺបានបង្ហើបថាតារាចម្រៀងក្រុម BTS នេះពួកគាត់នឹង comeback នឹងចូលរួមកម្មវិធីប្រគល់ពានរង្វាន់ដ៏ធំផងដែរហើយជាពិសេសគឺព័ត៌មានក៏បាននិយាយបន្តថាតារាចម្រៀង BTS នេះគឺគាត់នឹងមានតន្ត្រីទេសចរទៀតនៅលើទឹកដីសហរដ្ឋអាមេរិកផងដែរបើចឹងពិតជាទទួលបានបាសការឆ្លាញ់ច្រើនមែនទែនជាមួយនឹងតារាចម្រៀងទាំង7ដួងបើចឹងពិតជាស្រស់ស្អាតមែនទែនជាមួយនឹងក្រុម BTS ហើយចឹងផលិតកម្ម BHIT នេះក៏គាត់ទើបតែបញ្ចេញក៏ដូចជាតារាថ្មីចំណូលថ្មីទាំង5ដួងទៀតគឺក្រុម THT នេះក៏ទទួលបានការឆ្លាញ់ច្រើនមែនទែនចឹងតារានៅក្នុងក្រុមBTS នេះក៏ទទួលបានការឆ្លាញ់ទូទាំងពិភពលោកផងដែរចឹងកំពុងតែមានភាពល្បីល្បាញខ្លាំងមែនទែនគឺនៅទីផ្សារគឺវាយលុកតែម្នាក់ឯងហើយចឹងភាពល្បីល្បាញរបស់តារាចម្រៀង BTS នេះគឺធ្វើឲ្យfan ពិតជាស្គាល់តាមរយៈបទចម្រៀងក៏ដូចជាកាយវិការសមត្ថភាពរបស់ពួកគាត់ដែលបញ្ចេញលើឆាកតន្ត្រីដ៏អស្ចារ្យផងដែរហើយនៅលើកនេះពួកគាត់នឹងត្រៀមខ្លួនទៅចូលរួមនៅលើទឹកដីសហរដ្ឋអាមេរិកគឺរយៈពេល2ថ្ងៃនៅឯទីក្រុងឬជារដ្ឋ Angeles ផងដែរហើយជាពិសេសគឺសម្បត្តិនៃការដាក់លក់នោះបាទថ្ងៃទី1គឺអស់អាលេងតែម្ដងបាទចឹងត្រឹមតែ2ម៉ោងទេហើយសម្បត្តិថ្ងៃទី2គឺត្រឹមតែ7ម៉ោងទេចឹងសម្បត្តិអាចទិញទៅតាមការលក់បាទតាមអនឡាញផងដែរបើចឹងពិតជាទូបានបាទការឆ្លាញ់ច្រើនមែនទែនជាមួយនឹងតារាចម្រៀងបាទក្រុម BTS ផងដែរបាទតកតងជាមួយនឹងព័ត៌មានកូរ៉េខ្ញុំសូមបញ្ចប់ផងដែរបាទយើងទៅទស្សនាជាមួយនឹងបាទអ្នកផលិតក៏ដូចជាអ្នកគ្រប់គ្រងនៅក្នុងផលិតកម្មក៏ដូចជាក្រុមតារាចម្រៀងល្បីៗគឺ BTS ក៏ដូចជា THT ផងដែរបើចង់ឲ្យខ្លាចជាតារា K-pop មានទៀតហើយសម្រាប់បាទ CJ ក៏ M ក៏ដូចជាផលិតកម្ម BHIT ត្រៀមបង្កើតក្រុមចម្រៀងថ្មីនៅឆ្នាំ2020នេះផងដែរបើចឹងបន្ទាប់ពីមានភាពល្បីល្បាញសរសៃនេះគឺគាត់កំពុងតែរៀបចំក៏ដូចជាក្រុម
បាទដទៃទៀតផងដែរបើយើងទស្សនាជុំនឹងព័ត៌មានតារាកូរ៉េខាងត្បូងផលិតកម្ម CJ E និង M ដែលជាក្រុមហ៊ុនផ្នែកកំសាន្តដ៏ធំមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងថ្មីនេះត្រូវបានគេរាយការណ៍ថាបានរួមដៃគ្នាជាមួយនឹងផលិតកម្ម Big Hit ដែលជាផលិតកម្មល្បីឈ្មោះកំពុងគ្រប់គ្រងក្រុមចម្រៀងល្បីលំដាប់ពិភពលោក BTS ក្នុងគោលនងបង្កើតភ្នាក់ងារថ្មីមួយដែលមានឈ្មោះថា Bilai Lab ដោយមានលោក Kim Tae-ho ដែលជាអ្នកប្រធានគ្រប់គ្រងផងដែរបើតាមរបាយការណ៍របស់សារព័ត៌មានកូរ៉េបានបង្ហាញថា Bilai Lab នឹងធ្វើការបង្ហាញខ្លួនក្រុមចម្រៀងប្រុសចំនួនថ្មីមួយក្រុមនៅក្នុងឆ្នាំ2020ខាងមុខនេះក្រុមចម្រៀងថ្មីនឹងត្រូវគ្រប់គ្រងដោយលោកប៉ាងស៊ីហាយុកជាអ្នកគ្រប់គ្រងក្រុម BTS បច្ចុប្បន្នចំណែកការប្រឡងសាកល្បងសមត្ថភាពដើម្បីចូលរួមនៅក្នុងផលិតកម្មថ្មីនេះនឹងត្រូវធ្វើឡើងនៅកូរ៉េក៏ដូចជាអាមេរិកនិងជប៉ុនចាប់ពីថ្ងៃទី30ខែមីនាខាងមុខនេះហើយនេះគឺជាដំណឹងល្អសម្រាប់បរិបទដែលមានចំណូលចិត្តលើផ្នែកច្រៀងនិងរាំហើយមានដំណងចង់ក្លាយជាតារា K-pop អាចទៅធ្វើការប្រឡងសាកល្បងសមត្ថភាពដើម្បីមានឱកាសក្លាយជាអ្នកវឹកហាត់នៅក្នុងផលិតកម្មថ្មីឬក្លាយជាតារា K-pop ល្បីឈ្មោះក្នុងពេលអនាគតផងដែរបើចឹងនេះគឺជាការបើកឱកាសមួយទៀតហើយសម្រាប់តារាចម្រៀងក៏ដូចជានៅក្នុងផលិតកម្មបាទ Big Hit ដែលគាត់បាននឹងត្រៀមក៏ដូចជារកក្រុមតារាចម្រៀងប្រុសបាទថ្មីមួយក្រុមទៀតហើយនៅក្នុងឆ្នាំ2020នេះហើយការប្រពធ្វើនេះគឺបាទតាមប្រទេសទៀតបានលើទឹកដីកូរ៉េក៏ដូចជាអាមេរិកទៀតបាទជប៉ុនជាពិសេសគឺសម្រាប់បរិះដែលគាត់បាទគឺចង់ប្រឡងដើម្បីក្លាយជាតារា K-pop ដែលមានគេឈ្មោះល្បីល្បាញនោះបាទអាចមកដាក់ពាក្យនៅក្នុងផលិតកម្មក៏ដូចជាបាទអ្នកគ្រប់គ្រងនៅក្នុងក្រុម BTS ផងដែរបាទចង់ឱកាសក្លាយជាតារាសម្រាប់ជនជាតិកូរ៉េមិនថាជនជាតិណាទេឲ្យតែគាត់បះពូកែច្រៀងក៏ដូចជាសមត្ថភាពទាំងរួមទាំងអស់ផងដែរបាទនេះគឺជាប្រធានគ្រប់គ្រងក៏ដូចជាអ្នកដែលបាទគ្រប់គ្រងតារាចម្រៀងក្រុម BTS បាទទាំង7ដួងហើយលោកនឹងត្រៀមបើកផលិតកម្មក៏ដូចជាក្រុមថ្មីទៀតហើយនៅក្នុងឆ្នាំ2020នេះហើយការដាក់ពាក្យក៏ដូចជាការប្រឡងគឺនៅខែ3មីនាខាងមុខនេះផងដែរបាទអញ្ចឹងកំពុងតែត្រៀមខ្លួនហើយសម្រាប់ពេជ្រខាត់ជនដែលមានបំណងបាទចង់ក្លាយជាតារា K-pop គឺអាចមកដាក់ពាក្យនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរបាទនេះគឺជាតារាចម្រៀងដែលគាត់ទទួលបានពានរង្វាន់បាទគឺលោកវីក៏ដូចជាជាមីនបាទ RM Suga ផងដែរបាទទទួលបានការគាំទ្រច្រើនមែនទែនជាមួយនឹងតារាចម្រៀងក្រុម BTS ហើយជាមួយនឹងអ្នកគ្រប់គ្រងក្រុមតារាចម្រៀងបាទទាំង7ដួងគឺលោកបាងស៊ីហាយុកនេះគឺគាត់នឹងប្រាប់ទៅកាន់ទស្សនិកជនក៏ដូចជាសារព័ត៌មាននៅក្នុងប្រទេសកូរ៉េខាងត្បូងគាត់នឹងបង្កើតក្រុមថ្មីហើយក្រុមថ្មីនេះនឹងធ្វើការប្រឡងសាកល្បងសមត្ថភាពក៏ដូចជាទេពកោសល្យរបស់បេក្ខជនផងដែរហើយការប្រឡងគឺមាននៅក្នុងប្រទេសកូរ៉េជប៉ុនលើទឹកដីអាមេរិកផងដែរអញ្ចឹងសមត្ថភាព
បាទអ្នកដែលមានសមត្ថភាពអាចនឹងដាក់បានដើម្បីខ្លាចទៅជាតារាដល់ល្បីក៏ដូចជារៀមច្បងនៅក្នុងក្រុម BTS ក៏ដូចជា TXT ផងដែរអញ្ចឹងឱកាសគឺកំពុងតែរងចាំអ្នកដែលមានសមត្ថភាពក្នុងការច្រៀងចម្រៀងផងដែរបាទចឹងមិនប្រកាន់ទេសម្រាប់អ្នកដែលចង់បាទដាក់ពាក្យចូលនេះជាពិសេសគឺអត្ថភាពទៅកាន់បាទលើទឹកដីទ្វីបអាស៊ីផងដែរបើចឹងមិនថាប្រទេសថៃក៏ដូចជាកម្ពុជាទេបើសិនជាមានសមត្ថភាពអាចដាក់ច្រៀងក៏ដូចជាសាឡបងសមត្ថភាពចម្រៀងបាទជាភាសាកូរ៉េផងដែរបាទខ្ញុំសូមបញ្ចប់ព័ត៌មានតារា